សម្បត្តិមនុស្សមួយសម្បត្តិទេវតាមួយសម្បត្តិព្រះនិព្វានមួយអញ្ចឹងទន្ទឹមនឹងយើងបានសម្បត្តិ3នឹងយើងត្រូវធ្វើម៉េចយើងសន្សំធម៌មនុស្សគឺធម៌អីគេមានសមាធិសិល5កាន់ជាប់សិល5នៅអាមេរិកនេះស្រួលអត់ពិបាកអត់មានទៅសម្លាប់ពីណាទេពេលទលេអីមិនបាច់ចាំទៅស្ទូចត្រីទេមិនបាច់ទេញាតិញោមខ្លះគាត់និយាយថាស្ទូចទៅបលែនេះណាមុតមាត់គេបាត់ហ្នឹងយើងបលែនេះអញ្ចឹងបើយើងទៅកំសាន្តយើងមិនបាច់ទៅស្ទូចទេយើងទៅជីកទុំមើលទឹកមើលអីចឹងទៅគាត់ថាដើម្បីឲ្យអារម្មណ៍យើងស្រស់ស្រាយមិនចាំស្ទូចមិនយ៉ាងម៉េចទេព្រោះថាយើងមិនយ៉ាងហើយពួកយើងពួកសត្វទាំងអស់ហ្នឹងគ្នាភ័យនៃសេចក្តីស្លាប់ដូចគ្នាដូចយើងទាំងអស់ហ្នឹងមិនថាសត្វតូចសត្វធំទេគឺភ័យនៃសេចក្តីស្លាប់គ្រប់គ្នាទាំងអស់អញ្ចឹងយើងផ្ដល់អភ័យដល់សត្វទូទៅទាំងអស់ហើយ